ប្រពន្ធខំធ្វើការចង់ដេកឲ្យស្កប់ស្រាប់តែភ្ញាក់ព្រោះសំឡេងស្រែកបើកភ្លើងមើលឃើញប្តីដេកអោបសង្សារចាស់ខឹងខ្លាំងពេកប្រពន្ធក៏ទះកំភ្លៀងនាងមួយដៃតែប្តីមិនត្រឹមតែមិនដឹងខុសថែមទាំងការពីស្រីនោះទៀតពេលប្តីនាំស្រីស្នេហ៍ទៅស្អំទឹកកកប្រពន្ធចាក់សោមិនឲ្យចូលផ្ទះទើបនាងដឹងខ្លួនថាការលះបង់កន្លងមកគ្មានន័យសោះនាងក៏បោះចោលចិញ្ចៀនអាពាហ៍ពិពាហ៍លុបចោលការដើរលេងជាលក្ខណៈគ្រួសារនាងចង់ដឹងណាស់ប្តីប្រាក់ខែ$3000មានលុយឯណានាំគ្រួសារនិងស្រីស្នេហ៍ទៅដើរលេងនៅកោះបាលីនាងក៏សម្បត់ទៅម៉ាល់ឌីវតែម្នាក់ឯងដើរលេងឲ្យសប្បាយចិត្តរួចកាត់ការប្តីចោលតែម្ដងស្អែកឡើងប្តីមិនដឹងរឿងអីទាំងអស់អូវ៉ាលីចេញមកយ៉ាងរំភើយយប់មិញអូនកើតស្អីហ្នឹងមិនព្រមបើកទ្វារធ្វើឲ្យម៉ាក់ភ្ញាក់អស់អូនចង់យ៉ាងម៉េចបងទៅដេកជាមួយជីងហើយតាត្រឡប់មកវិញធ្វើអីសិនលីងអូនឈួតទេអីបងមានស្អីជាមួយនាងអូនទៅជាប្រពន្ធបងនៅចាំថាអូនជាប្រពន្ធដែរអេស្មានថាពេលជីងមកវិញអូនត្រូវរយចេញឲ្យនាងហើយតាណែអូនបងលីងកុំឆ្លោះគ្នាអីដើរលេងលក្ខណៈគ្រួសារត្រូវសប្បាយចិត្តណាកុំឲ្យខូចបរិយាកាសដោយសារខ្ញុំមិនសប្បាយចិត្តទេអញហ៊ានមិនឲ្យប្តីចូលដេកផងអេហេឯងពិតជាថ្លើមធំមែនម៉ាក់តាមចិត្តពេកហើយដឹងអត់ប្តីគឺជាមេឃយកទេហ្នឹងមិនឲ្យប្តីចូលផ្ទះគឺបំផ្លាញត្រកូលហើយហេនាងឯងនេះចរិតថោកណាស់តតែវីខ្លះសម្លឹងមុខបន្តិចទើបចេះកោតខ្លាចអេណែបងថ្លៃចរិតបងពិតជាអន់មែនធ្វើចឹងបងប្រុសខ្ញុំលែងចោលឥឡូវហើយតោះឈប់និយាយទៅពួកយើងត្រូវប្រញាប់ទៅប្រលានបើមិនចឹងទេមិនតាន់ទេអូនជួយយកវ៉ាលីទាំងនេះទៅផងពួកបងជិះយន្តហោះពិបាកយកតាមអូនជិះរថភ្លើងស្រួលយកតាមជាងយកទៅទាំងអស់នឹងទៅបានទៅមុនចុះវ៉ាលីនឹងខ្ញុំចាត់ការខ្ញុំទៅតាមក្រោយអរគុណប្រពន្ធសម្លាញ់តោះទៅលឿនឡើងអ្នកនាងវ៉ាលីនេះឲ្យខ្ញុំទេមែនក្នុងនឹងសុទ្ធតែរបស់ល្អណាស់យកទៅខ្ញុំឲ្យអរគុណហើយអ្នកនាងជូនពរឲ្យជួបតែសំណាងល្អសាធុមនុស្សល្អជួបល្អមនុស្សអាក្រក់នឹងជួបកម្មពៀវ៉ាលី8គ្មានរបស់ខ្ញុំមួយសោះនេះជាក្រុមគ្រួសារដែលខ្ញុំខំចិញ្ចឹមខ្ញុំធ្វើជាគោឲ្យគេ5ឆ្នាំហើយចាប់ពីថ្ងៃនេះទៅឈប់បម្រើទៀតហើយអាឡូជួយលុបចោលកញ្ចប់ដំណើរកំសាន្តនិងការកក់សន្តាគារផងហើយជួយកក់សម្បត្តិទៅម៉ាល់ឌីវកញ្ចប់វេបវិញអរគុណទៅទាំងអស់គ្នាអត់ទេតែម្នាក់ឯងទេចេញដំណើរឥឡូវមេធាវីចាងជួយធ្វើលិខិតលេងលះមួយព័ត៌មានលម្អិតខ្ញុំផ្ញើចូលមេលហើយ